ខ្ញុំសូមជម្រាបសួរបងប្អូនអ្នកទស្សនាទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកពីគន្លឹះសំខាន់ៗសម្រាប់អ្នកឡើងថ្លែងចំណាប់អារម្មណ៍ការឡើងថ្លែងចំណាប់អារម្មណ៍គឺជាការឡើងថ្លែងរបស់បុគ្គលណាម្នាក់ទៅកាន់អង្គពិធីឬសាធារណជននៅក្នុងពេលណាមួយដើម្បីសម្ដែងពីមនោសញ្ចេតនាការចាប់អារម្មណ៍ផ្ទាល់ខ្លួនតាក់ទងទៅនឹងកម្មវត្ថុនៃអង្គពិធីអ្នកថ្លែងចំណាប់អារម្មណ៍ត្រូវគិតគូរពិចារណាដំបូងទី1គឺការសម្ដែងនូវគារវកិច្ចនិងកិច្ចស្វាគមន៍ត្រូវស្របទៅតាមគោរមងារឋានានុក្រមទួនាទីឋានៈបុណ្យស័ក្តិសម្រាប់អ្នកចូលរួមយើងគោរពគារវកិច្ចទី1បើសិនជាមានប្រសង់ចូលរួមជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់កុំភ្លេចបាទអញ្ចឹងតាមលំដាប់លំដោយទី1ទី2យ៉ាងហោចណាស់ក៏ទី3ព្រមទាំងអង្គពិធីទាំងមូលទី2អ្នកថ្លែងកុំភ្លេចណែនាំខ្លួនឲ្យអ្នកចូលរួមបានស្គាល់អំពីទួនាទីអំពីឈ្មោះរបស់ខ្លួនហើយសូមបញ្ជាក់ជូនថាបន្ថែមពីលើនេះទៀតអ្នកថ្លែងអាចជម្រាបជូនអំពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹងអ្នករៀបចំកម្មវិធីអាចថាជាសាច់ញាតិជាបងប្អូនជាមិត្តភ័ក្តិជាសហការីជាដើមជាបទបែនប្រែប្រួលទៅតាមនឹងបើសិនជាកម្មវិធីមិនមែនជាកម្មវិធីបតកថាសិក្ខាសាលាឬក៏ជាកម្មវិធីនៃការជួបជុំអាហារសាមគ្គីខួបអាពាហ៍ពិពាហ៍ខួបកំណើតអីចឹងយើងបត់បែនទៅតាមហ្នឹងចំណុចទី3អ្នកថ្លែងចំណាប់អារម្មណ៍គឺត្រូវបង្ហាញត្រូវសម្ដែងអំពីអារម្មណ៍សប្បាយរីករាយរបស់ខ្លួនតាក់ទងទៅនឹងការចូលរួមនៅក្នុងអង្គពិធីដែលខ្លួនមានឱកាសដើម្បីមានយោបល់ថ្លែងជាចំណាប់អារម្មណ៍ទៅកាន់អ្នកចូលរួមចំណុចទី4គឺការថ្លែងអំណរគុណដល់អ្នកដែលពាក់ព័ន្ធនៅក្នុងការរៀបចំអង្គពិធីឬក៏អរគុណដល់អ្នកដែលបានចូលរួមចំណុចទី5អ្នកថ្លែងត្រូវលើកឡើងតាក់ទងទៅនឹងកម្មវត្ថុនៃអង្គពិធីគឺជាចំណុចសំខាន់ដែលអ្នកថ្លែងចំណាប់អារម្មណ៍ត្រូវតែយកចិត្តទុកដាក់កុំភ្លេចត្រង់ចំណុចកន្លែងនេះចំណុចទី6កុំភ្លេចការជូនពរចំពោះអ្នកចូលរួមគឺជាចំណុចសំខាន់ផងដែរដែលអ្នកថ្លែងមិនត្រូវភ្លេចនោះទេនៅពេលចុងបញ្ចប់នៃចំណាប់អារម្មណ៍របស់ខ្លួនពីព្រោះចំណុចនេះគឺជាការបង្ហាញនៅកាយវិការជាការគោរពនិងភាពគួរសមចំពោះអ្នកចូលរួមដែលគេបានស្ដាប់ដើម្បីឲ្យពួកគេមានទឹកចិត្តសប្បាយរីករាយព្រមទាំងទះដៃអបអរសាទរនៅពេលដែលយើងបញ្ចប់ការថ្លែងនៅចំណាប់អារម្មណ៍របស់ខ្លួនយើងផ្ទាល់នៅក្នុងអង្គពិធីទាំងមូលខ្ញុំសូមធ្វើការចែករំលែកនៅគន្លឹះសំខាន់ដែលឆ្លងកាត់តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនតាមរយៈការសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំដែលខ្ញុំប្រើពេលវេលាមិនក្រោម10ឆ្នាំទេខ្ញុំតែងតែសង្កេតទៅលើអិរិយាបថរបស់គណៈធិបតីជួនកាលទៅអ្នកថ្លែងចំណាប់អារម្មណ៍លោកមានការអង្គុយនៅអមឬក៏អង្គុយនៅស្មើជាមួយនឹងការរៀបចំនៅក្នុងអង្គពិធីជួនកាលអាចនៅក្រោយតែត្រឹមតែជួរទី1ទេលោកត្រូវបានពិធីករអ្នកកាន់កម្មវិធីអញ្ជើញឲ្យឡើងថ្លែងចំណាប់អារម្មណ៍នៅក្នុងនាមតំណាងស្ថាប័នអ្វីមួយស្ថាប័នឯកជនគ្រឹះស្ថានសាធារណៈឬក៏តំណាងក្រុមការងារយុវជនជាដើមឡាក់ដូច្នេះកន្លឹះនិងបច្ចេកទេសដ៏ល្អៗនេះគឺការចេញអំពីការចងក្រងការសង្កេតការប្រមូលនៅព័ត៌មានដែលសំខាន់ដើម្បីធ្វើឲ្យអ្នកថ្លែងគាត់មានលក្ខណៈពេញលក្ខណៈតែម្ដងប្រសិនបើអ្នកឡើងថ្លែងចំណាប់អារម្មណ៍គាត់គោរពទៅតាមអ្វីដែលជាការចែករំលែកនៅបច្ចេកទេសរបស់ខ្ញុំដូចបានជម្រាបជូនខាងលើនេះយ៉ាងណាមិញអ្នកថ្លែងចំណាប់អារម្មណ៍ក៏អាចមានជំនួយស្មារតីអមទៅជាមួយផងដែរប្រសិនបើខ្លួនឯងគិតថាមិនទាន់មានភាពរឹងមាំគ្រប់គ្រាន់មិនទាន់មានទំនុកចិត្តគ្រប់គ្រាន់ថាខ្លួននិយាយចំណុចអីខ្លះយើងគួរតែមានជំនួយស្មារតីនៅក្បែរជៀសវាងយើងនិយាយទៅយើងភ្លេចចំណុចនេះចំណុចនោះជួនកាលយើងត្រូវឡើងថ្លែងចំណាប់អារម្មណ៍យើងត្រូវមានចំណុចមួយចំនួនដែលត្រូវនិយាយវាធ្វើឲ្យយើងភ្លេចផងដែរសូមអរគុណបងប្អូនអ្នកទស្សនាទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណសូមជម្រាបលា